Liverpool បានបោះចោលគ្រាប់ពេជ្រដ៏ធំមួយទៅឲ្យ Bayern Munich នោះគឺជាខ្សែប្រយុទ្ធស្លាបខាងឆ្វេងសញ្ជាតិកូឡុំប៊ីគឺ Luis Diaz Liverpool បានសម្រេចចិត្តលក់ Luis Diaz ទៅឲ្យក្រុម Bayern Munich នៅក្នុងតម្លៃខ្លួន 65.5 លានអឺរ៉ូកាលពីទីផ្សារដោះដូរកីឡាករនៅរដូវក្តៅហើយ Liverpool បានចំណាយ310លានអឺរ៉ូដើម្បីទិញកីឡាករដូចជា Alexander Isak Florian Wirtz ហើយនិង Hugo Ekitike ប៉ុន្តែពួកគេហាក់ដូចជាមិនទាន់ធ្វើបានល្អសម្រាប់ Liverpool នោះទេប៉ុន្តែយើងក៏លេចមកមើលកីឡាករខ្សែប្រយុទ្ធស្លាប់ខាងឆ្វេង Luis Diaz វិញបន្ទាប់ពីចូលរួមជាមួយក្លឹប Bayern Munich គឺឃើញថាកីឡាករ Luis Diaz ធ្វើបានល្អមែនទែនបច្ចុប្បន្នគឺកីឡាករ Luis Diaz ប្រកួត17ប្រកួតសុទ្ធចូល11គ្រាប់ហើយអាស៊ីបាន5គ្រាប់ហើយ Luis Diaz តែងតែបង្កើតឱកាសជាច្រើននៅឯស្លាបខាងឆ្វេងសម្រាប់ក្រុម Bayern Munich ផងដែរដូច្នេះហើយទើបអ្នកគាំទ្រកីឡាបាល់ទាត់ជាពិសេស fan របស់ Liverpool បានថា Liverpool បោះចោលគ្រាប់ពេជ្រដ៏ធំមួយទៅឲ្យ Bayern Munich